បាទខ្ញុំបាទសូមគោរពជំរាបសួរបងប្អូនប្រិយមិត្តទាំងអស់គ្នាដែលកំពុងតាមដានស្ដាប់នៅក្នុងវីដេអូមួយនេះហើយនឹងសូមស្វាគមន៍មកកាន់ Channel ខេមឡដែលជា Channel មួយបង្កើតឡើងដើម្បីផ្ដល់ជាចំណេះដឹងទៅដល់បងប្អូនប្រិយមិត្តទាំងអស់គ្នាជាពិសេសគឺចំណេះដឹងទាក់ទងទៅនឹងវិស័យច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជាបាទដូចជាវីដេអូមុនផងដែរនៅក្នុងថ្ងៃនេះគឺខ្ញុំមានវីដេអូថ្មីដែលទាក់ទងទៅនឹងច្បាប់រដ្ឋប្រវេណីដែលបានអនុវត្តនៅក្នុងពេលបច្ចុប្បន្ននេះដែលចំណុចសំខាន់ដែលនឹងលើកមកនិយាយនេះគឺតកតងទៅនឹងគរដែលនៅក្នុងផ្ទៃរបស់មេដាអញ្ចឹងគរដែលនៅក្នុងផ្ទៃរបស់មេដាហ្នឹងពេលដែលគាត់កើតមកហ្នឹងគាត់មានសិទ្ធិទាមទារឬក៏អត់ទៅលើអំពើអ្វីមួយដែលបានកើតឡើងទៅលើគាត់នៅពេលដែលគាត់មិនទាន់បានកើតចេញមកនោះអញ្ចឹងមានន័យថាតើគាត់នឹងអាចមានសិទ្ធិអ្វីខ្លះទាំងដែលគាត់នឹងនៅក្នុងពោះរបស់ម្ដាយនៅឡើយអញ្ចឹងនៅពេលដែលគាត់កើតមកតើគាត់អាចមានសិទ្ធិអ្វីខ្លះបាទដើម្បីឲ្យច្បាស់នៅក្នុងការសិក្សាអំពីច្បាប់គឺមិនថាច្បាប់អ្វីទេគឺមិនចេះតែនិយាយនោះទេអញ្ចឹងអ្នកដែលសិក្សាច្បាប់ដាច់ខាតគឺត្រូវមានច្បាប់ជាគោលការណ៍សំខាន់គឺត្រូវមានច្បាប់ជាផុសតាងគឺត្រូវមានច្បាប់ដែលបានតាក់តែងដែលបានអនុម័តហើយយកមកធ្វើជាអំណះអំណាងដើម្បីលើកមកបកស្រាយលើកមកនិយាយអញ្ចឹងក៏ដូចគ្នាផងដែរនៅក្នុងថ្ងៃនេះគឺខ្ញុំបានដកស្រង់ចេញពីក្រមរដ្ឋប្រវេណីនៅក្នុងមាត្រា9ដែលនិយាយអំពីទារកនឹងឯងបាទដែលនៅក្នុងនេះគឺមាន3ចំណុចធំដែលខ្ញុំនឹងលើកមកនិយាយទី1គឺនិយាយអំពីគរដែលនៅក្នុងផ្ទៃរបស់ម្ដាយហើយមានអំពើអ្វីមួយដែលប្រព្រឹត្តឡើងដោយតតិយជនផ្សេងទៀតប្រព្រឹត្តមកលើម្ដាយហើយដែលប្រព្រឹត្តទៅលើម្ដាយហើយនោះបណ្ដាលឲ្យប៉ះពាល់ទៅលើអវយវៈទៅលើគរនៅក្នុងផ្ទៃនោះអញ្ចឹងនៅពេលដែលគាត់កើតចេញមកតើគាត់អាចមានសិទ្ធិទាមទារសំណងដែលធ្វើឲ្យប៉ះពាល់ទៅដល់រូបគាត់ដែរក៏អត់ហើយមួយទៀតគឺនិយាយអំពីគេមរតកអញ្ចឹងចង់និយាយថាតើនៅពេលដែលគាត់នៅក្នុងផ្ទៃរបស់មាតាអញ្ចឹងបើសិនជាមានការចែកមរតកអញ្ចឹងតើគាត់អាចទទួលបានមរតកនោះឬក៏អត់នៅពេលដែលគាត់កាត់ចេញមកមួយទៀតគឺនិយាយអំពីបណ្ដាំនៅពេលដែលគាត់នៅក្នុងផ្ទៃរបស់ម្ដាយឡើយទេហើយមានបណ្ដាំមួយអំពីបុគ្គលម្នាក់ដែលនឹងទទួលមរណភាពហើយបានទុកបណ្ដាំមួយដែលតាក់ទងទៅនឹងគាត់នៅក្នុងផ្ទៃនោះអញ្ចឹងនៅពេលដែលគាត់កើតមកតើគាត់មានសិទ្ធិទទួលនៅបណ្ដាំនោះឬក៏អត់អញ្ចឹងដើម្បីឲ្យបានដឹងអំពីអត្ថន័យទាំងអស់នេះសូមតាមដានស្ដាប់ជាមួយនឹងខ្ញុំតទៅនេះបាទនៅក្នុងមាត្រា9នៃក្រមរដ្ឋប្រវេណីដែលបានអនុម័តឲ្យប្រើហើយបានកំពុងនឹងអនុវត្តនៅក្នុងពេលបច្ចុប្បន្ននេះគឺបានបញ្ញត្តិថាទារកដែលនៅក្នុងគរនៅពេលមានអំពើអនិច្ចានុគលនោះបើទារកនេះមានកំណើតនៅពេលក្រោយគឺទារកនោះនឹងអាចទាមទារនៅសំណងនៃការខូចខាតដែលកើតឡើងនៅពេលដែលខ្លួននៅក្នុងគរដោយអំពើអនិច្ចានុគលនោះអញ្ចឹងមានន័យថាកុមារដែលនៅក្នុងផ្ទៃពោះរបស់ម្ដាយគាត់ហ្នឹងហើយមានអំពើបៀតបៀនណាមានអំពើហិង្សាមានអំពើអ្វីមួយដែលប៉ះពាល់ទៅដល់កូននៅក្នុងផ្ទៃនោះហើយអញ្ចឹងនៅពេលដែលគាត់កើតចេញមកគឺគាត់អាចមានសិទ្ធិទាមទារជាសំណងទៅលើអ្នកដែលបានប្រព្រឹត្តអំពើដែលប៉ះពាល់ទៅលើខ្លួនគាត់ឧទាហរណ៍ថានៅពេលដែលនារីម្នាក់គាត់មានគភ៌ហើយមានបុរសម្នាក់បានប្រព្រឹត្តអំពើហិង្សាណាបានប្រព្រឹត្តអំពើហិង្សាដោយចេតនាមកលើរូបរាងកាយរបស់នារីនោះហើយការដែលប្រព្រឹត្តអំពើនោះគឺបណ្ដាលឲ្យប៉ះពាល់ទៅដល់ក្មេងនៅក្នុងផ្ទៃនោះឧទាហរណ៍ថាធ្វើឲ្យបាក់ដៃក្មេងអញ្ចឹងនៅពេលដែលក្មេងគាត់កើតចេញមកឃើញថាមានការបាក់ដៃហើយមានផុសតាងគ្រប់គ្រាន់ថាគឺជាអំពើដែលប្រព្រឹត្តដោយតតិយជនម្នាក់នោះហើយគឺបណ្ដាលឲ្យបាក់ដៃក្មេងនេះនឹងមានផុសតាងច្បាស់ជាងហើយចឹងក្មេងនោះគាត់អាចមានសិទ្ធិទាមទារទៅលើតតិយជនម្នាក់នោះដែលបានប្រព្រឹត្តអំពើដែលធ្វើឲ្យបាក់ដៃរបស់គាត់នោះបាទនេះគឺជាការទាមទារទៅលើអំពើអនិច្ចានុគលដែលប្រព្រឹត្តទៅហើយបណ្ដាលឲ្យប៉ះពាល់ទៅដល់ទារកនៅក្នុងផ្ទៃហើយចំណុចទី2នេះគឺបានបញ្ញត្តិទុកថាទារកដែលនៅក្នុងគរនាពេលចាប់ផ្ដើមសន្តតិកម្មបើទារកនោះមានកំណើតនៅពេលក្រោយគឺអាចទទួលមរតកដោយសន្តតិកម្មនោះបានបាទអញ្ចឹងមានន័យថានៅពេលដែលមានការចែកគេមរតកគឺជាសន្តតិកម្មជាភាសាច្បាប់ហើយយើងសម្រាយមកថាគឺជាការចែកគេមរតកដោយមូលហេតុអ្វីមួយឧទាហរណ៍ថាបុគ្គលដែលជាឪពុកនឹងគឺជាអ្នកមាន
មរតកជាអ្នកចែកគេមរតកហើយគាត់បានទទួលមរណភាពអញ្ចឹងនឹងធ្វើការចែកគេមរតកហើយអ្នកដែលមានកំណើតចេញមកហើយនឹងទទួលបានគេមរតកអញ្ចឹងសូម្បីតែគាត់ដែលជាកុមារដែលជាទារកដែលនៅក្នុងផ្ទៃក៏គាត់មានសិទ្ធិនឹងទទួលគេមរតកផងដែរហើយការទទួលគេមរតកនៃការចែកនេះគឺនឹងធ្វើឡើងនៅពេលដែលគាត់នឹងកើតចេញមកពីផ្ទៃរបស់ម្ដាយរបស់គាត់ហើយគឺលុះត្រាតែគាត់បានកើតចេញមកពីផ្ទៃរបស់ម្ដាយគាត់ហើយទើបគាត់មានសិទ្ធិក្នុងការទទួលគេមរតកអញ្ចឹងនៅក្នុងចំណុចនេះគឺចង់បញ្ជាក់ថាសូម្បីតែគាត់ដែលនៅក្នុងផ្ទៃរបស់ម្ដាយក៏មានសិទ្ធិក្នុងការទទួលគេមរតកផងដែរចំណុចមួយទៀតគឺបានបញ្ញត្តិទុកថាទារកដែលនៅក្នុងគភ៌នាពេលដែលម្ចាស់បណ្ដាំបានទទួលមរណភាពបើទារកនោះមានកំណើតនៅពេលក្រោយគឺអាចទទួលនៅអានុភាពនៃបណ្ដាំនោះបានបាទនៅក្នុងចំណុចនេះគឺចង់មានន័យថាទារកដែលនៅក្នុងផ្ទៃហើយបើសិនណាជាមានបណ្ដាំពីបុគ្គលណាម្នាក់អាចជាឧទាហរណ៍ថាជាឪពុករបស់គាត់បានទុកបណ្ដាំបានទៅស៊ីជាបណ្ដាំទុកហើយនៅពេលដែលឪពុកនោះបានស្លាប់ឬបានស្លាប់ទៅអញ្ចឹងគឺបណ្ដាំនោះគឺនឹងស្ថិតគឺនឹងត្រូវបានរក្សាទុកលុះត្រាតែគាត់នឹងលុះត្រាតែកុមារនឹងបានកើតចេញពីផ្ទៃពោះរបស់ម្ដាយគាត់ហើយនោះទើបគាត់មានសិទ្ធិទទួលនៅបណ្ដាំនោះបានត្រង់នេះគឺចង់បញ្ជាក់ថាទារកដែលនៅក្នុងផ្ទៃគឺនៅតែមានសិទ្ធិនឹងទទួលនៅបណ្ដាំនោះបានហើយការទទួលបណ្ដាំនេះគឺនឹងត្រូវបានអនុវត្តលុះត្រាតែគាត់នឹងកើតចេញពីផ្ទៃពោះរបស់ម្ដាយគាត់សិនបាទនេះគឺជាចំណុចសំខាន់ទាំង3ដែលខ្ញុំបានដកស្រង់ចេញពីសៀវភៅក្រមរដ្ឋប្រវេណីនៅត្រង់មាត្រា9ដែលនិយាយអំពីទារកនៅក្នុងគភ៌ដែលសរុបជាខ្លីមកថាទារកដែលនៅក្នុងគភ៌នោះបើសិនជាមានអំពើអនិច្ចានុគលដែលប្រព្រឹត្តទៅឲ្យបណ្ដាលឲ្យប៉ះពាល់ទៅលើរូបរាងកាយរបស់គាត់អញ្ចឹងនៅពេលដែលគាត់កើតចេញមកគឺគាត់មានសិទ្ធិក្នុងការទាមទារទៅលើអ្នកដែលបានប្រព្រឹត្តអំពើដែលធ្វើឲ្យប៉ះពាល់ទៅលើរូបរាងកាយរបស់គាត់នោះហើយមួយទៀតគេមរតកហើយនឹងបណ្ដាំក៏នឹងត្រូវបានផ្ដល់ជូនទៅឲ្យទារកផងដែរទោះបីជាគាត់នៅក្នុងផ្ទៃហើយការអនុវត្តគេមរតកហើយនឹងការអនុវត្តបណ្ដាំគឺនឹងត្រូវបានអនុវត្តនៅពេលដែលគាត់កើតចេញមកបាទអញ្ចឹងវីដេអូនេះគឺខ្ញុំបាទសូមបញ្ចប់តែប៉ុណ្ណេះហើយសង្ឃឹមថាគឺជាវីដេអូមួយដ៏សំខាន់សម្រាប់ជាចំណេះដឹងទៅដល់បងប្អូនប្រិមិត្តទាំងអស់គ្នាផងដែរបាទហើយសូមអរគុណបងប្អូនប្រិមិត្តដែលបានតាមដានស្ដាប់នៅក្នុងវីដេអូមួយនេះហើយក៏សូមកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងបើសិនជាអ្នកមិនទាន់បាន Subscribe ហើយបើសិនជាលោកអ្នកមានជាចម្ងល់ផ្សេងៗសូម comment នៅខាងក្រោមឬក៏ចង់ដឹងអំពីចំណេះដឹងអ្វីក៏អាច comment បាននៅខាងក្រោមខ្ញុំបាទនឹងព្យាយាមសិក្សាស្រាវជ្រាវនិងបង្កើតជាវីដេអូដើម្បីជាចំណេះដឹងទៅដល់បងប្អូនប្រិយមិត្តទាំងអស់គ្នាហើយជាចុងក្រោយនេះខ្ញុំបាទសូមគោរពជម្រាបលាហើយនឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀតសូមអរគុណ